សិនបើសេដ្ឋកិច្ចរបស់ប្រទេសចិននឹងថយចុះមូលហេតុអ្វីបានជាប្រទេសផ្សេងៗនៅអាស៊ីអាចមានផលប៉ះពាល់ដែរចម្លើយនោះគឺសេដ្ឋកិច្ចសប្តាហ៍ថ្ងៃនេះមានទំនាក់ទំនងគ្នាតាមរយៈពាណិជ្ជកម្មការវិនិយោគនិងខ្សែសង្វាក់នៃផលិតកម្មក្នុងចំណុចមួយដែលមានចំណុចលម្អិតដ៏ខ្លាំងមួយដែលអាចនឹងថាចិនមានអំណាចសេដ្ឋកិច្ចអ្វីនៅក្នុងពិភពលោកដែលត្រូវការជាសំខាន់ក្នុងខ្សែចង្វាក់សេដ្ឋកិច្ចមួយនេះនៅពេលដែលសេដ្ឋកិច្ចធំមួយមានសកម្មភាពខ្លាំងគឺត្រូវការទំនិញវត្ថុធាតុដើមគ្រឿងបន្លាស់និងសេវាកម្មផ្សេងៗជាច្រើននៅក្នុងនោះផងដែរជាមួយគ្នានេះអាជីវកម្មនៅប្រទេសផ្សេងៗក៏អាចចូលរួមក្នុងខ្សែចង្វាក់ផលិតកម្មដោយផ្គត់ផ្គង់ទំនិញឬវត្ថុធាតុដើមទៅទីផ្សារធំៗដូច្នេះនៅពេលដែលកំណើនសេដ្ឋកិច្ចថយចុះតម្រូវការសម្រាប់ទំនិញនិងសេវាកម្មមួយចំនួនក៏ថយចុះតាមនោះដែរប៉ុន្តែសូមបញ្ជាក់ថាផលប៉ះពាល់មិនដូចគ្នាទាំងអស់ទេនេះគឺអាស្រ័យទៅលើទំនាក់ទំនងពាណិជ្ជកម្មនិងរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗក្នុងពិភពលោកថាសម័យថាអាជីវកម្មមួយក្នុងប្រទេសមួយកំពុងតែលក់វត្ថុធាតុដើមឬទំនិញទៅទីផ្សារដែលមានតម្រូវការខ្ពស់ប្រសិនបើតម្រូវការថយចុះអាជីវកម្មនោះអាចនឹងទទួលបានការបញ្ជាទិញតិចជាងមុននិងអាចប៉ះពាល់ដល់ការផលិតការលក់និងប្រាក់ចំណូលអាជីវកម្មថែមទៀតផងនេះហើយជាហេតុផលដែលយើងនិយាយថាសេដ្ឋកិច្ចមួយអាចមានឥទ្ធិពលលើសេដ្ឋកិច្ចមួយទៀតតាមរយៈពាណិជ្ជកម្មនិងការរកស៊ីជាមួយគ្នាចំណុចមួយទៀតនោះគឺតម្រូវការសម្រាប់វត្ថុធាតុដើមបើសកម្មភាពសេដ្ឋកិច្ចថយចុះតម្រូវការសម្រាប់វត្ថុធាតុដើមមួយចំនួនអាចថយចុះដែរនៅក្នុងទីផ្សារដែលមានការប្រកួតប្រជែងតម្លៃទំនិញមួយចំនួនអាចមានការផ្លាស់ប្ដូរប៉ុន្តែយើងមិនគួរនិយាយថាសេដ្ឋកិច្ចថយចុះស្មើនឹងតម្លៃទំនិញនឹងធ្លាក់ចុះនោះទេព្រោះតម្លៃទំនិញអាស្រ័យទៅលើកត្តាជាច្រើនដូចជាការផ្គត់ផ្គង់តម្រូវការថ្លៃដឹកជញ្ជូនថ្លៃថាមពលស្ថានភាពទីផ្សារពិភពលោកកត្តាមួយទៀតនោះគឺទំនុកចិត្តរបស់អាជីវកម្មនិងអ្នកវិនិយោគនៅពេលដែលមានភាពមិនប្រកបប្រជាខ្ពស់អាជីវកម្មមួយចំនួនអាចពន្យាពេលការវិនិយោគឬការពង្រីកអាជីវកម្មដើម្បីរង់ចាំមើលស្ថានភាពប៉ុន្តែជាថ្មីម្ដងទៀតនេះមិនមែនមានន័យថាអាជីវកម្មទាំងអស់នឹងធ្វើដូចគ្នាទេនោះជាការបង្ហាញថាសេដ្ឋកិច្ចគឺជាប្រព័ន្ធដែលមានកត្តាភ្ជាប់ជាច្រើននៅជាមួយគ្នាដូច្នេះការថយចុះនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសមួយមិនមែនមានន័យថាសេដ្ឋកិច្ចតំបន់ទាំងមូលនឹងធ្លាក់ចុះតាមភ្លាមៗនោះទេប្រទេសនីមួយៗមានរចនាសម្ព័ន្ធសេដ្ឋកិច្ចទីផ្សារនិងដៃគូពាណិជ្ជកម្មខុសៗគ្នាអ្វីដែលយើងគួរធ្វើគឺមើលទិន្នន័យនិងទំនាក់ទំនងសេដ្ឋកិច្ចជាក់ស្ដែងមុននឹងធ្វើការសន្និដ្ឋានសរុបមកមាន3ចំណុចដែលគួរតែចងចាំដែលត្រូវដឹងនិងស្វែងយល់បន្ថែមទី1នោះសេដ្ឋកិច្ចមានទំនាក់ទំនងគ្នាតាមពាណិជ្ជកម្មទី2ការផ្លាស់ប្ដូរតម្រូវការអាចប៉ះពាល់ដល់ការផលិតនិងទីផ្សារវត្ថុធាតុដើមទី3នោះផលប៉ះពាល់មិនដូចគ្នាសម្រាប់គ្រប់ប្រទេសទេហើយត្រូវមើលទិន្នន័យជាក់ស្ដែងក្នុងចំណុចទាំងប្រមាណខាងលើជារឿងមួយដែលត្រូវស្វែងយល់បន្ថែមថានឹងត្រូវសិក្សារួមទាំងស្រាវជ្រាវបន្ថែមដើម្បីជាចំណេះដឹងខ្ញុំគ្រាន់តែជាអ្នកចូលចិត្តពីសេដ្ឋកិច្ចហើយគ្រាន់តែជាអ្នកផ្ដល់យោបល់នោះទេមិនមែនជាអ្នកវិភាគនោះទេបើអ្នកចូលចិត្តមាតិកាដែលជួយឲ្យយើងយល់ពីសេដ្ឋកិច្ចពិភពលោកតាមរបៀបសាមញ្ញនិងផ្អែកទៅលើព័ត៌មានដែលអាចផ្ទៀងផ្ទាត់បានសូមចុច follow ឬ subscribe ដើម្បីទទួលបានវីដេអូបន្ទាប់អរគុណសម្រាប់ការស្ដាប់ហើយសូមការយល់ដឹងអំពីសេដ្ឋកិច្ចជួយឲ្យយើងគ្រប់គ្នាមើលពិភពលោកបានកាន់តែច្បាស់សូមអរគុណ